ប្រាសាទវត្តចេតិយប្រាសាទវត្តចេតិយសង់នៅទីទួលមួយនៅប៉ែកខាងក្រោមក្រុងសៀមរាបជិតបឹងទន្លេសាបអ្នកស្រាវជ្រាវយល់ថាតំបន់នេះជាទីប្រជុំជនសំខាន់មួយស្ថិតនៅជារាជធានីអង្គរនិងជាសហគមន៍ដ៏ធំនៅសម័យក្រោយអង្គរប្រាសាទចេតិយស្ថិតនៅវត្តចេតិយភូមិជ្រៃសង្កាត់សម្បួរក្រុងសៀមរាបបច្ចុប្បន្នត្រូវបានកែប្រែនិងរៀបចំឲ្យទៅជាវិហារពុទ្ធសាសនាវិញនៅសម័យក្រោយអង្គរកំឡុងពេលកម្ពុជាដូរសាសនាពីព្រហ្មញ្ញមកពុទ្ធសាសនាតាមការស្រាវជ្រាវបុរាណវិទ្យាភស្តុតាងដែលមានដល់សប្តាហ៍ថ្ងៃនេះទឹកដីនេះប្រហែលជាចាប់ផ្ដើមមានមនុស្សរស់នៅយ៉ាងហោចណាស់ក៏ត្រឹមសតវត្សទី10មកដែរការកកើតបន្តិចម្ដងគឺបានបង្កើតជាសហគមន៍យ៉ាងធំនៅតំបន់នេះភស្តុតាងដែលធំជាងគេគឺយើងឃើញថាសំណង់ប្រាសាទដែលនៅពីក្រោយយើងនេះគឺប្រាសាទដែលធ្វើអំពីឥដ្ឋហើយមានទំហំសមរម្យគួរសមដែរប្រហែលនៅប្រាសាទព្រះឥន្ទកោសីប្រហែលនឹងប្រាសាទបក្សីចំក្រុងដែរប៉ុន្តែសង់នៅលើទីលានទាបមានចម្លាក់បដិមាដែលនៅសល់ហើយមានរូបរាងខ្លះដែលអាចយកមកគិតថាយ៉ាងហោចណាស់ប្រាសាទនេះធ្វើនៅដើមសតវត្សទី10ដែលជាពេលមួយដែលមនុស្សចាប់ផ្ដើមចូលមករស់នៅលើទឹកដីនេះសតវត្សទី10នៃដំណើររីកចម្រើនគួរសមនៃចក្រភពខ្មែរទើបក៏កើត100ឆ្នាំក៏កើតនៅសតវត្សទី9 100ឆ្នាំក្រោយមកការពង្រីកទឹកដីវិសាលភាពនៃរាជធានីកាន់តែធំឡើងបើយើងយកការរីកចម្រើននៃរាជធានីមកគិតបានន័យថាទឹកដីនៃវត្តចេតិយដែលមានប្រាសាទនេះឲ្យយើងឃើញថាការដែលរីកសាយរាជធានីយើងចេញពីតំបន់រលួសទៅភ្នំបាខែងចេញពីភ្នំបាខែងជុំវិញតំបន់អង្គរសព្វថ្ងៃមករីកសាយនៅតំបន់មាត់ទន្លេដូច្នេះហើយទីតាំងនេះជាតំបន់ជាក្រុងផ្នែកខាងត្បូងនៃរាជធានីតាមបណ្ដោយមាត់ឆ្នេរទន្លេសាបដែលយើងទៅខាងកាត់បន្តិចទៅយើងនឹងឃើញមានភ្នំក្រោមទៅទៀតទៅមានព្រៃមន្ទីរបើយើងត្រឡប់ថយក្រោយមកវិញយើងមានប្រាសាទច្រើនទៀតវត្តខ្នាតរហូតដល់ខាងលិចពួកនិងរហូតដល់ស្រណាលគឺឃុំស្រណាលនៅស្រុកក្រឡាញ់នៅតាមបណ្ដោយឆ្នេរប្រហែលចាប់ពីដើមសតវត្សទី10នេះក្រុងរីកសាយមកខាងត្បូងបន្តមកនេះឲ្យយើងឃើញសារៈសំខាន់នៃនគររូបនីយកម្មនៃការវិវត្តនៃរាជធានីរបស់យើងដែលធំបន្តិចម្ដងដែលយើងដឹងនៅសម័យកាលសតវត្សទី12ដែលរាជធានីយើងមានទំហំប្រហែលជា3000គីឡូម៉ែត្រក្រឡាហើយមានមនុស្សរស់នៅជិត1លាននាក់បានន័យថា80,000នាក់ជាងរួមទាំងសហគមន៍នៅតំបន់វត្តចេតិយនេះ